ធ្វើម្ហូបយូរៗទៅអត់ដឹងធ្វើអីទេបងប្អូនមកធ្វើស្ងោរម្រះទៀតហើយអញ្ចឹងម្ហូបបែបសាមញ្ញធម្មតានៅផ្ទះយើងញ៉ាំជាប្រចាំអញ្ចឹងយើងមានជាមួយនឹងសាច់ជ្រូកហើយខ្ញុំដាក់ជាមួយនឹងមីស៊ូនេះបងប្អូនដាក់ត្រាំទឹកឲ្យរីកហើយកាត់ហើយយកមកដាក់មកហើយយើងលាយជាមួយនឹងដើមខ្ទឹមហើយសម្រាប់គ្រឿងរបស់យើងគឺមានដូចជាខ្ទឹមបុកម្រេចអំបិលស្ករជាមួយនឹងម្សៅរ៉ូឌីហើយខ្ញុំចូលចិត្តដាក់ជាមួយនឹងទឹកស៊ីអ៊ីវបន្តិចហើយជាមួយនឹងប្រេងខ្យងលាយជាមួយបន្តិចដើម្បីបង្កើនរសជាតិស្ងោរម្រះរបស់យើងគឺកាន់តែមានរសជាតិឆ្ងាញ់តែម្ដងបន្ទាប់មកគឺយើងច្របល់ចូលគ្នាឲ្យសព្វល្អអញ្ចឹងបងប្អូនដាក់ដាំខ្ទឹមជាមួយសាច់យើងបែបនេះគឺធ្វើឲ្យស្ងោរសាច់ស្នូលក្នុងម្រះរបស់យើងនឹងគឺថាមានរសជាតិឆ្ងាញ់ហើយឈ្ងុយដើមខ្ទឹមបន្ទាប់ពីយើងច្របល់ចូលគ្នាស្អប់ល្អហើយបងប្អូនចាប់ផ្ដើមញាត់ចូលទៅក្នុងម្រះអញ្ចឹងម្រះនេះគឺយើងកាត់លាងទឹកស្អាតអីរួចរាល់អស់ហើយខ្ញុំអត់បានបង្ហាញវីដេអូបងប្អូនពេកទេកុំឲ្យវាសាមពេកអាកន្លែងហ្នឹងគឺយើងខ្ញុំដឹងថាភាគច្រើនបងប្អូនយើងគឺដឹងហើយញាត់សាច់នៅក្នុងម្រះហើយបងប្អូនបើសិនបងប្អូនញាត់តិចពេកវាលលងធ្វើឲ្យវាជ្រុះបើសិនជាបងប្អូនញាត់ខ្លាំងពេកវាធ្វើឲ្យបែកម្រះដែរអញ្ចឹងមុនពេលដែលខ្ញុំញាត់ម្រះហ្នឹងគឺខ្ញុំបានដាក់ដាំទឹកមុនហើយអញ្ចឹងការដាក់ដាំទឹកហ្នឹងគឺខ្ញុំដាក់ជាមួយនឹងស្លឹកក្រូចអញ្ចឹងបន្ទាប់ពីទឹកយើងពុះមកគឺយើងដាក់ម្រះដែលយើងបានញាត់សាច់អំបាញ់មិញហ្នឹងចូលឲ្យស្ងោររងាស់នៅពេលដែលបងប្អូនដាក់វាចូលអស់ហើយបងប្អូនបើកភ្លើងឲ្យខ្លាំងឲ្យវាពុះសិនហើយបន្ទាប់ពីវាពុះមកគឺបងប្អូនបន្ថយដាក់ទៅជាមកល្មមវិញហើយយើងចាប់ផ្ដើមរងាស់វាពេលខ្លះ1ម៉ោងកន្លះពេលខ្លះ2ម៉ោងក៏មានដែរទៅម្រះរបស់យើងឆ្ងាញ់បងប្អូនបើសិនជាបងប្អូនចង់ស្ងោរម្រះឆ្ងាញ់បងប្អូនងាស់ក្រោម1ម៉ោងគឺថាម្រះរបស់យើងគឺអត់ទាន់ឆ្ងាញ់ទេដោយសារតែវាអត់សូវចូលជាតិល្អហើយវាក៏អត់បាត់ល្វីងដែរហើយនៅពេលដែលបងប្អូនរងាស់ហើយបងប្អូនអាចថែមគ្រឿងអំបិលម្សៅស៊ុបទៅតាមបងប្អូនចូលចិត្តហើយយើងក៏បង់ដើមខ្ទឹមពីលើទៀតទៅតែប៉ុណ្្នឹងឯងគឺរួចរាល់ហើយអញ្ចឹងនេះគឺសម្រាប់អ្នកដែលចូលចិត្តម្រះអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសូមបងប្អូនជួយ like មួយផងបើសិនជាបងប្អូនចូលចិត្ត